ជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះគឺខ្ញុំមករើសក្រុមកម្មបងប្អូនដោយសារតែនៅរោងចក្ររបស់ខ្ញុំហ្នឹងគឺអាក្រុមដើមកម្មនៅចិត្តរោងចក្ររបស់ខ្ញុំបងប្អូនហើយចឹងទៅក៏ចេញពីធ្វើការមកសម្រាប់ហ្នឹងក៏ឆ្លៀតទៅរើសបងប្អូនហើយផ្លែជ្រូកច្រើនបងប្អូនជ្រូកពេញទឹកពេញដីនេះហើយអត់មានរើសចឹងទៅខ្ញុំឃើញអញ្ចឹងក៏ដើររើសបងប្អូននេះជ្រូកពេញទឹកពេញដីបងប្អូនក្នុងទឹកក៏មានដែរហើយទឹកគេក៏ល្អទៀតថ្លាវងបងប្អូនទឹកមើលទៅថ្លាវងហើយគ្រាប់កម្មហ្នឹងបងប្អូនគឺនៅកូរ៉េគឺលក់បានថ្លៃបងប្អូនណា1គីឡូមិនក្រៅពី10រៀលទេ1គីឡូហើយបើនៅខ្មែរយើងអាចខ្ទង់ជា20រៀលបងប្អូននៅខ្មែរយើងគឺលក់ថ្លៃអញ្ចឹងទៅដោយសារថ្លៃហ្នឹងអត់មានអ្នកលក់ហើយនៅកូរ៉េគឺសបោបងដើមកម្មហ្នឹងពេកច្រើនឃើញមានច្រើនកន្លែងអញ្ចឹងទៅបានវាសបោបងប្អូនខ្ញុំដើររើនេះខ្ញុំដើររើបានច្រើនបងប្អូនវាមិនសូវជាធំណាស់តែប៉ុណ្ណឹងគឺមើលតាខ្ញុំមើលគឺល្មមថាយើងអាចយកទៅស្ងោរហូបបានវាមិនទៅតូចពេកក៏មិនធំពេកល្មមហើយជ្រុះច្រើនបងប្អូនហើយអាសបកវាបងប្អូនមើលនោះសបកវាពេលដែលវាទុំវាបែកចេញជ្រុះគ្រាប់ចេញមកអញ្ចឹងបងប្អូនហើយវីដេអូមុនខ្ញុំបានបង្ហាញហើយបងប្អូនអាសបកវាហ្នឹងដូចការស្កូវអញ្ចឹងតែគាត់ថាបន្លាអាបន្លានឹងស្រួចដេញជុលបងប្អូនវារឹងវាខុសពីការស្កូវអានេះវាបន្លានឹងមុតនោះបងប្អូនគ្នាឃើញសបកវាគឺមុតព្រួយវាហ្នឹងហើយពេលវាទុំជ្រូកគឺធ្លាក់មកបែកបងប្អូនបែកសបកទៅជ្រូកគ្រាប់មកហើយសបកគ្រាប់ហ្នឹងវាគ្រាប់វាជ្រូកពេលច្រើនគឺពេលដែលមានខ្យល់ខ្លាំងបងប្អូនខ្យល់វាបក់មកជ្រូកបងប្អូនជ្រូកមកពេញដីខ្ញុំដើររើថាប្រហែលជា10នាទីបងប្អូនអើយយកកណ្ណាអស់ទៅនេះហើយរើសម្នាក់ឯងមិននេះទេហៅបងអូនជួយរើសទៀតរើសម្នាក់ឯងរើមិនអស់ទេអញ្ចឹងរើសហៅបងអូនជួយរើសបងប្អូនមើលគឺបានច្រើនហ្នឹងប៉ុណ្ណឹងចូល3គីឡូបងប្អូនចូល3គីឡូហើយសបោច្រើនបងប្អូនយកកណ្ណាអស់ទេនេះបងប្អូនមើលគឺគ្រាប់វាឡើងលូនដូចគ្រាប់សូដាបងប្អូនយើងមើលទៅដូចលក្ខណៈដូចគ្រាប់សូដាអញ្ចឹងតែនេះវាតូចជាងទេហើយយើងឆ្ងោទៅបងប្អូនហើយមានជាតិបងប្អូនឆ្ងាញ់ហើយសបកបងប្អូនធ្លាក់ពេញដីហើយសបកវាគឺដូចផ្កាស្កូវអញ្ចឹងពេលច្រើនវាបែកបងប្អូនពេលវាទុំទៅវាសបកហ្នឹងវាញែកទៅជ្រូកគ្រាប់មកបងប្អូនខ្យល់មកខាងជ្រូកមកហើយនៅខ្មែរយើងវិញដើមនេះគឺអត់មានក្របងប្អូនដូចចម្រមមាននៅខ្មែរយើងហើយនៅកូរ៉េគឺគេសបោដោយសារពេកច្រើនគឺខ្ញុំដើរលេងអីចឹងពេកច្រើនជួបខ្ញុំឃើញខ្ញុំចិត្តថតឲ្យមើលបងប្អូននេះជួបគុកកន្លែងនេះក៏មាននោះក៏មាននេះតែពីរដើមបងប្អូនតែពីរដើមមិនប៉ុន្តែផ្លែដល់កជ្រូកពេញដីមក